ឯធ្វើអីបានសមត្ថភាពមិនអន់ស្មើនៅរ៉ាប់លំដាប់ពីនេះធ្វើឲ្យណែនតំទូកំហឹងវាបកទៅខ្លាំងតែអ្នកវិភាគ Steven Roll មិនត្រឹមតែមិនខ្វល់ទេរត់តែដេះដងថែមបែបនេះកំពុងខ្លាយទៅជាសង្គ្រាមពាក្យសម្ដីដ៏កាយសាហាវបំផុតនៅថ្ងៃនេះក្រោយពីតារាចម្រៀងម្ចាស់បទបែបកំ pl ៃស្ងួតលោកណែនតំបានផ្ទុះកំហឹងយ៉ាងខ្លាំងរហូតប្រើពាក្យសម្ដីធ្ងន់តបទៅលើអ្នកវិភាគឯករាជ្យលោក Steven Roll បន្ទាប់ពីអ្នកវិភាគរុកនេះបានធ្វើការប្រៀបធៀបរូបលោកជាមួយនឹងកម្ពុជាតារារ៉េបបណ្ដានិង G David នៅក្នុងន័យជាន់បណ្ឌិតនិងនាថ្មទៅដល់សមត្ថភាពនិងតម្លៃសិល្បៈរបស់លោកចំនួននេះផ្ទុះឡើងក្រោយពីលោក Steven Roll បានបង្ហោះសារវិភាគយ៉ាងវែងអន្លាយដោយលើកសរសើរតារារ៉េបពីរដួងនិងរិះគន់តារាចម្រៀងម្នាក់ទៀតដែលគេដឹងថាជានេនតុំយ៉ាងចាស់ដៃចំពោះការលើកដំកើងព្រឹត្តិការណ៍តន្ត្រីក៏ជើងចាស់នៅលើឆាក SEA Games តាមរយៈការសំពះដល់ចុងជើងដែលបង្ហាញអំពីអត្ថជាក្រិតភាពនិងការគោរពដ៏ខ្ពង់ខ្ពស់អ្នកវិភាគរូបនេះបានប្រើពាក្យធ្ងន់ៗថានេនតុំយកម្ចាស់បទដំរីចន់ខ្លាដែលគេគោរពមកច្រៀងរាំក្រោមភ្លើងភ្លឺផ្លែតជាមួយនឹងនារីស្លៀកសំពត់ខ្លីខើចនិងទំនុកច្រៀងបែបក្រោមក្បាលខ្សែក្រវ៉ាត់ដែលធ្វើឲ្យតម្លៃសិល្បៈធ្លាក់ដល់សូន្យឬត្រឹមជាក្រណាត់ជូតជើងភ្លាមមិនຕົកមកឲ្យអ្នកវិភាគរូបនេះឡើយនេនតុំបានចេញមកតបតវិញភ្លាមក្នុងទឹកដមសម្ដីយ៉ាងកាយសាហាវបែបនេះថាបទលោកតាសមុទ្រមានបទលេបខាយអាលេចលើលេខក្រោមមកកណោបទសម័យឥឡូវមានអាបទសិចអីមកកណោលេបខាយមកកណោលោកឯងមានយកមកគិតទេមកត្រឹមសម្បត្តិខ្ញុំនិយាយថាក្រោមក្បាលពស់នៅរស់រវើកពាក្យដែលគេនិយាយលេងគ្រប់គ្នាបានទេអ្នកណាក៏និយាយថាក្រោមក្បាលពស់នៅរស់រវើកអូនហើយនៅក្នុងចម្រៀងវាមានការលេបខាយក្រោមក្បាលពស់នៅរស់រវើកលោកឯងម៉ៃទៅជាស្អីលោកឯងម៉ៃស្អីនឹងគាត់ពាក្យប្រកបនៃលោកតាសមុទ្រគាត់ប្រកបជាងនឹងគាត់បញ្ចេញជាងនឹងផងហើយលោកឯងម៉ៃស្អីហើយខ្ញុំដើរម្ដងថ្ងៃនេះ20ជាងឆ្នាំហើយលោកឯងមានឃើញដានជើងខ្ញុំទេអ្វីដែលខ្ញុំធ្វើគឺសម្រាប់សង្គមហើយសម្រាប់ប្រទេសជាតិហើយធ្វើតែរឿងល្អមិនក៏រឿងប៉ុណ្្នឹងលោកឯងមកជន់ខ្ញុំដូចខ្ញុំនឹងអត់មានអីសោះសិតខ្ញុំអ្នកចម្រៀងថ្មីម្នាក់នោះខ្ញុំអត់ថ្មីទេលោកខ្ញុំ20ឆ្នាំជាងអត់ថ្មីទេគ្រប់គ្រងជាតិស្អីក៏ខ្ញុំថតធ្វើដែរខ្ញុំអត់ធ្វើតែ hip hop ខ្ញុំអត់ធ្វើតែ rap មកទេលោកឯងមើលខ្ញុំច្បាស់ចំបាក់អីក៏ខ្ញុំមានដែររហូតដល់ rap ប្រភេទអីក៏ខ្ញុំចេះដែរលោកឯងមើលខ្ញុំច្បាស់សិល្បៈបុរាណល្ខោនប្រសាចបៃអាយ៉ៃខ្ញុំចេះទាំងអស់លោកឯងបើកខួរផងមុននឹងវិភាគខ្ញុំដកចេញពីសិល្បៈបុរាណខ្ញុំលើកសួយអស់សប្ងៃនៅតែរុញសិល្បៈចបៃរហូតដល់ខ្ញុំចង់បើកសាលាបរៀនចបៃហើយអូតូធូនខ្ញុំបញ្ជាក់ទៀតអ្នកស្ដាប់អ្នកខមមិនទាំងអស់កុំចូលតាមគ្នាពេកកុំមកតេះដៀលខ្ញុំកប់មាត់មើលក្បាលខ្ញុំឲ្យច្បាស់ខ្ញុំគឺជាក្បាលមនុស្សចាស់មួយនៅក្នុងតន្ត្រីមួយនេះជីវិតខ្ញុំចិត្តងាប់ទៅវិញហើយដោយសារតន្ត្រីអ្នកឯងទាំងអស់គ្នានឹងគ្មានចេះជាងខ្ញុំប្រហែលទេកុំមកដៀលខ្ញុំនោះខ្ញុំប្រាប់ម្ដងទៀតអូតូធូន AI ងាប់យកអីខ្ញុំគ្រឹះទៅនិយាយបំពេញសម្បើមែនអាខ្លះចេះភ្លេងប៉ុន្តែបំពេញវាឃើញយើងឡើងមិនបានចរិតខ្មែរមួយចំនួនតូចគឺចរិតភ្លើអញ្ចឹងឲ្យតែឃើញអាណារីចម្រើនចង់តែឲ្យគេងាប់ចង់ជន់បលិចចុះមិនចៃគ្នារស់ទៅមិនគុំមិនសាកការគ្នាទៅហើយខ្មែរអីចរិតអន់ម្លេះស្ដាប់ឲ្យបានលោកវិភាគឯករាជ្យបើសិនជាលោកឯងចេញក្បាលមកវិភាគខ្ញុំម្ដងទៀតលោកឯងរឿងលោកឯងឯករាជ្យទៅងាប់ណាងាប់ទៅកុំឯករាជ្យមកខ្ញុំស្គាល់ខ្ញុំច្រើនពេកហើយលោកអូតូធូនខ្ញុំដាក់តិចបំផុតខ្ញុំប្រាប់ទៀតថាបទប្រភេទនេះគឺបទគេហៅ modern style បរទេសក៏ស្ដាប់បានមិនឲ្យតែពូណយវ៉ាណេតឲ្យកំពុងសោមនឹងទេទៅពូណយវ៉ាណេតឲ្យស្ដាប់តែខ្មែរយើងនឹងទេខ្ញុំចង់ឲ្យគាត់មាន color ថ្មីឲ្យបទឲ្យខ្ញុំធ្វើរសជាតិច្រើនហើយមួយគាត់តាំងសង់ទីម៉ងក៏មានដែរតាំងសង់ទីម៉ងទាំងត្រឹមក៏មានដែរតែលើកនេះខ្ញុំធ្វើលក្ខណៈ modern style ឲ្យវាទាន់សម័យអញ្ចឹងបទទាន់សម័យវាត្រូវមានអូរ៉ូធូនឲ្យអត់ដាក់ទាញដល់ AI ណាលោកឯងភ្លឺទេលោកឯងស្ដាប់មកចេញ AI ខ្ញុំដាក់តិចបំផុតខ្ញុំថយទាំងអស់ប៉ុន្តែប្រភេទបទហើយនឹង melody របស់ពូនេះបានទាញឲ្យពូវាដូចទៅជាអ្នកឯងស្ដាប់ទៅយល់ច្រឡំអញ្ចឹងហើយអ្នកឯងច្រឡំអាត្រង់ចំណុចបងចាស់មែនតែចាស់ដូចឈើបេងអាហ្នឹងមិនមែនអូរ៉ូធូនទេគឺជា reverb delay គេយកកតុយមិនចេះស្នែលេងគេយកបតោមិនចេះនាំឆ្លោះហេអត់ចេះស្នែអត់ចេះនាំឆ្លោះលោកឯងស្ដាប់លោកឯងវិភាគម្ដងទៀតរឿងអូតូធូនណាខ្ញុំនិយាយម្ដងទៀតខ្ញុំអត់មានកាយសលេងគាត់ទៅណាសលេងគាត់នៅសលេងគាត់ច្រៀងអញ្ចឹងថ្ងៃហ្នឹងគឺគាត់មកអញ្ចឹងគាត់ចំមកគាត់តឹងមិនដឹងអីមិនដឹងប៉ុន្តែគាត់អត់បានសម្រាប់គឺសលេងគាត់មកអញ្ចឹងគឺស្ដាប់ទៅគឺនៅពូណយនេះថាលោកឯងទៅចេញ AI មកពីណាស្ដាប់មិនចេញ AI ក៏តាមគ្នាម្លេះកុំវិភាគភ្លឺអញ្ចឹងលោកឯងភ្លឺតែភ្នែកតែខួរលោកឯងអាងឹតឈឹងខ្ញុំអត់ចង់និយាយមកដល់ថ្ងៃនេះខ្ញុំធ្វើរឿងច្រើនណាស់ហើយខ្ញុំមិនដែរធ្វើរឿងឲ្យសង្គមបំពេញធានាមួយខ្ញុំណាខ្លួនខ្ញុំម្នាក់ឯងខ្ញុំជួយសង្គមមិនបានប៉ុន្តែខ្ញុំជួយសង្គមច្រើនណាកុំភ្លឺអញ្ចឹងហើយ MV លោកឯងថាខ្ញុំថតប្រឡោះคลิปស្រីនៅក្រុមคลิปស្រីលោកឯងភ្លឺទេលោកឯងអត់ចេះមើលទេខ្ញុំនិយាយប្រាប់លោកឯងត្រង់អាកន្លែងប្លង់នឹងខ្ញុំលួចពីប្លង់ Hollywood មកលោកឯងភ្លឺទេឃើញដល់ពេលពួកកាំងពួកអីគេធ្វើអញ្ចឹងដែរគេធ្វើបានគេមើលទៅលុយស្រាប់តែខ្មែរយើងគាត់ថាធ្វើអីអញ្ចឹងប្លែកបន្តិចលោកឯងជន់ខ្ញុំតម្លាក់អញ្ចឹងហ្មងคลิปមិនស្រីនេះលោកយល់ទេហើយក្រុមคลิปនៅកន្លែងនេះប៉ុន្តែមិនមែនក្រុមคลิปពូគាត់នៅណោគាត់នៅជាងលក់យល់ទេតែគាត់គេថតយកប្រឡោះនេះគេចាប់យកប្រឡោះនេះហើយអាណាគេនិយាយថាក្រុមคลิปអាណាគេនិយាយថាជន់ឆ្លីគាត់ហ្នឹងគឺជាប្លង់ creative លោកឯងឆែកស៊ូអ្នកថតតិចទៅបើថាលោកឯងក្បាលលោកឯងអត់ស្គាល់កាមេរ៉ាថតបែរមុខទៅណាទេរៀនពិនិត្យឡើងវិញខ្ញុំអត់ថតមុខត្រង់អញ្ចឹងទេខ្ញុំអត់ថតមុខចំហៀងត្រែអញ្ចឹងទេខ្ញុំលួចប្រឡោះវាដូចជាមនុស្ស sniper គេលួចអញ្ចឹងលោកឯងយល់ទេកាមេរ៉ាគេហៅ sniper ប្រឡោះគេលួចអញ្ចឹងទៅវាស្អាតវាប្លែក
អត់ចំមុខត្រង់ប៉ុន្តែអាប្រឡោះហ្នឹងក៏មានអាមុខក៏មានហើយបើថតតែមុខរហូតដល់វាមិនធន់មែនទេអញ្ចឹងយើងមានប្រឡោះខ្លះមានអីខ្លះនេះគឺជាការច្នៃប្រឌិតមួយដូចខ្ញុំនិយាយអញ្ចឹងតដែលភ្លេងខ្ញុំថាមិនឲ្យដូចយ៉ាងណាប្រូអត់ដូចគេទេបងប្រូអត់ដូចគេទេលោកបងឯករាជ្យហើយរឹតតែមិនដូចទេគឺពូណយគាត់អត់ច្រៀងស្ទាយដដែលទេអញ្ចឹងគឺវាថ្មីវាប្លែកយល់ទេហើយប្រូអត់ដូចគេទេណាបើអូនភ័យអូនច្រកគៀវស្ដាយស្ដាប់ទេពីអញ្ចឹងមានណាគេយកមកធ្វើចម្រៀងទេអូនខោក្លេកអូនឡើងម៉ូតូជាមួយបងពួកយើងជិះសាសងបើអូនភ័យអូនច្រកគៀវដែលលឺពីអញ្ចឹងណាផ្សារថ្មីឬមួយផ្សារចាស់ទូមានច្រើនណាស់អូនចង់ទិញទេទឹកអប់ម្សៅកាបូបក្រែមស្បែកជើងឬរូបទុកឲ្យបងជាអ្នកភេលោកឯងដែលលឺទេពីអញ្ចឹងហើយពូណយមិនដែរនិយាយពាក្យភេអញ្ចឹងទេហើយមិនប្រឹងឲ្យបងជាងលើខ្នងក្របីយ៉ាងរហូតមែនទេសិល្បៈលោកឯងត្រូវចាំសិល្បៈលោកឯងត្រូវចាំបើនៅភាពដដែលពូណយនេះបាត់បង់យូរបើសិនជាមិនធ្វើអីថ្មីទេគាត់អត់មានរសជាតិថ្មីទេទស្សនិកជននឹងស្គាល់គាត់អញ្ចឹងហើយគេនឹងធុញនៅតែភាពដដែលហើយបើអ្នកទាំងអស់គ្នាចូលចិត្តស្ដាប់បទគាត់ពីមុនទៅស្ដាប់គាត់ពីមុនទៅហើយអត់គាត់មានរសជាតិថ្មីទេដល់ពេលគាត់មានរសជាតិថ្មីទៅជាម្នាក់វិញអស់ចឹងហើយមកតេសដៀលខ្ញុំកប់មាត់ចឹងម្នាក់ថាបានយកថាទៅតាមគ្នាអ្នកអត់ចេះក៏ចូលមកតាមគេដែរអូទៅធូនមកពីណាដល់បាត់សលេងពូស្ដាប់ម្ដងទៀតប្រើខួរកុំរៀនយកបំពេញខ្ញុំធ្វើឡើងមួយខែជាងខ្ញុំមិនភ្លើអត់ខួរក្បាលខ្ញុំមិនភ្លើអត់ចេះធ្វើចម្រៀងណាមិនទៅមិនចេះធ្វើថ្ងៃហ្នឹងណាខ្ញុំធ្វើខ្ញុំស្រាប់ខ្ញុំស្ដាប់សម្បើមណាទាំងប្រូទាំងការថតហើយអង្គុយតែខុសចឹងខ្ញុំចាយលុយខ្លួនឯងអស់មកកណោណាតែមកបានពីសាប៊ូគាត់សក់ Star Care គាត់ជួយប្រហែល100ទេឲ្យខ្ញុំបានហូបចុកមិនគ្រប់នឹងខ្ញុំថតហ្នឹងទេណាមិនគ្រប់នឹងពេលវេលាខ្ញុំចំណាយទេណាពីព្រោះខ្ញុំវាស្រឡាញ់ខ្ញុំចង់ធ្វើហើយខ្ញុំចង់លើកស្ទួយដូចពូខ្ញុំហៅគាត់ធ្វើជារឿងថ្មីឲ្យវាចេញឲ្យវាមានអីថ្មីប្លែកហើយម្នាក់បើកតែខួររាក់កផែចឹងណាចំពោះបងប្អូនដែលបានស្រឡាញ់ពេញចិត្តគ្រប់ត្រកមានច្រើនដូចគ្នាគាត់ support គាត់ឃើញថាអត់មានខុសឆ្គងអីប៉ុន្តែម្នាក់គ្រាន់តែរឿងថ្មីបន្តិចគាត់បានហើយការណាបណ្ឌិតចម្រើនដូចគេសិល្បៈគឺជាភាពដដែលគឺជាភាពធុញទ្រាន់ត្រូវចាំបើសិនជាគ្មានអីថ្មីវាលែងហៅសិល្បៈហើយចំណាំមកច្បាស់សូមបញ្ជាក់ថាចំនួនរវាងអ្នកវិភាគនិងសិល្បករនៅពេលនេះក៏បានបង្ហាញឲ្យឃើញអំពីគម្លាតនៃការយល់ឃើញទៅលើការច្នៃប្រឌិតនិងការអភិរក្សទោះបីជាមានការរិះគន់អំពីបំណងល្អដើម្បីវប្បធម៌ក៏ដោយប៉ុន្តែការប្រើប្រាស់នៅពាក្យសម្ដីអសុរោះនិងការជន់ឈ្លីកិត្តិយសបុគ្គលអាចនឹងប្រែក្លាយពីការស្ថាបនាទៅជាសង្គ្រាមបុគ្គលដែល